Boom Hello សួស្តីអ្នកនរគ្នាខ្ញុំសុងជីងវូអូខេថ្ងៃនេះអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកតាមដាន part 3 នៃខ្សែភាពរឿង The Angel Needles ព្រោះមីរ៉ូធីនបន្តទៀតអញ្ចឹងមុននឹងចូលទៅដល់វីដេអូនេះអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅ channel admin ម្នាក់មួយផងណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរតែយើងចាប់ផ្ដើមនៅក្នុងវគ្គនេះគឺចាប់ផ្ដើមបន្តពីវគ្គមុននៅពេលដែលមិត្តភ័ក្តិរបស់ Fujimiya ចាប់បានថាអាចារ្យ Mahiru នៅចិត្តបន្ទប់គេហ្នឹងក៏បានហៅអាចារ្យ Mahiru មកអង្គុយញ៉ាំអីជុំគ្នាតែម្ដងក៏ដូចជាពួកគេអត់នឹកស្មានថាទេពអប្សរនៅក្នុងសាលារបស់ពួកគេទាំងមូលបែរជាមកនៅផ្ទះចិត្ត Fujimiya ថែមទាំង Fujimiya ហ្នឹងអត់បានប្រាប់ពួកគេសំបីមួយម៉ាត់សោះអញ្ចឹងតើបានជា Fujimiya ហ្នឹងតែងតែសួរតាក់ទងទៅនឹងកាដូ present ក៏ដូចជាចង់ទិញអីអញ្ចឹងណាធ្វើឲ្យពួកម៉ារបស់គេហ្នឹងឆ្ងល់ខ្លាំងមែនទែនតាមពិតទៅគឺមានទេពអប្សរនៅចិត្តផ្ទះតើបានជា Fujimiya ហ្នឹងខំប្រឹងប្រែងបែបហ្នឹងណាអ្នកទាំងអស់គ្នាហើយពេលហ្នឹងដែរសង្សាររបស់មិត្តភ័ក្តិគេហ្នឹងក៏បាននិយាយទៅកាន់អាចារ្យ Mahiru ថាបើសិនជានិយាយទៅនាងគឺជា fan របស់ Mahiru អីអញ្ចឹងណាព្រោះថា Mahiru នៅសាលាគឺនាងជាមនុស្សស្រីម្នាក់ដែលស្អាតខ្លាំងមែនទែនហើយនាងគឺប្រាថ្នាចង់មើលមុខរបស់ Mahiru ផ្ទាល់ចិត្តបែបនេះមិនតែប៉ុណ្ណោះនាងគឺជាសិស្សពូកែទៀតណាអ្នកទាំងអស់គ្នាអញ្ចឹងហើយធ្វើឲ្យពួកគេនឹងសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបានជួបអាចារ្យ Mahiru ហើយពេលនឹងដែរសង្សាររបស់មិត្តភ័ក្តិ Fujimiya ហ្នឹងនាងក៏បានសុំអាចារ្យ Mahiru ធ្វើជាមិត្តភ័ក្តិផងដែរហើយ Mahiru ពេលហ្នឹងនាងគឺជាមនុស្សស្រីម្នាក់ដែលអត់សូវចេះប្រកាន់ខ្លួនច្រើនទេគ្រាន់តែថាអត់សូវចូលចិត្តនិយាយអីអញ្ចឹងណាទៅពេលហ្នឹង Fujimiya ក៏បានប្រាប់មិត្តភ័ក្តិគេថាកុំឲ្យពួកគេហ្នឹងមកញ៉ៃញ៉ៃជាមួយ Mahiru ច្រើនពេកព្រោះថា Mahiru ហ្នឹងនាងគឺជាមនុស្សម្នាក់ដែលអៀនច្រើនមែនទែនហើយអត់ចូលចិត្តនិយាយជាមួយមនុស្សចម្លែកច្រើននោះទេអញ្ចឹងហើយកុំឲ្យពួកគេមករញ៉េរញ៉ៃជាមួយនាងអីអញ្ចឹងណាទុក space ឲ្យនាងផងទុកឲ្យស្រីគេហ្នឹងនិយាយគ្នាទៅបានហើយលក្ខណៈថាពេលហ្នឹងគឺ Fujimiya របស់យើងហ្នឹងគាត់ដឹងអំពីអាចារ្យ Mahiru បានច្រើនមែនតើថែមទាំងចេញមុខការពារនាងទៀតធ្វើឲ្យអាចារ្យ Mahiru ហ្នឹងក៏គិតក្នុងចិត្តដែរអញ្ចឹងណាតែអត់ដឹងថាគិតអីទេហើយពួកគេហ្នឹងក៏បានមកអង្គុយនិយាយគ្នាលេងរាប់អានគ្នានិយាយពីនេះពីនោះហើយថែមទាំងមិត្តភ័ក្តិរបស់ Fujimiya ហ្នឹងបាញ់ពីគេប្រាប់ទៅកាន់អាចារ្យ Mahiru ទៀតហើយថ្ងៃមួយហ្នឹងគឺអង្គុយលេងសប្បាយខ្លាំងមែនតើបន្ទាប់ពីមិត្តភ័ក្តិរបស់ Fujimiya ពួកគេបានត្រឡប់ទៅផ្ទះវិញអស់អាចារ្យ Mahiru ក៏អត់ចង់នៅរំខាន Fujimiya ដែរអញ្ចឹងទៅនាងក៏សុំត្រឡប់ទៅផ្ទះវិញដូចគ្នាដោយសារតែយកផងក៏ប៉ុន្តែមុននឹងចាកចេញទៅហ្នឹង Fujimiya របស់យើងគាត់ក៏និយាយទៅកាន់ Mahiru ថាចាំស្អែកចាំញ៉ាំអីជុំគ្នាទៀតអត់ដោយសារជាថ្ងៃគ្រីស្មាស់ធំអីអញ្ចឹងណាអញ្ចឹងទៅពួកគេចង់មកញ៉ាំអីជាមួយគ្នាអាចារ្យ Mahiru ក៏ឌីលជាមួយគេតែម្ដងបន្ទាប់ពីនឹងមកថ្ងៃស្អែកឡើងក៏ចូលមកដល់ដោយសារតែការពីម្សិលមិញហ្នឹងគឺញ៉ាំអីជាមួយមិត្តភ័ក្តិអត់មានពេលរ៉ូមែនទិកតែ2នាក់ទេអញ្ចឹងទៅថ្ងៃនេះពួកគេបានអង្គុយញ៉ាំតែ2នាក់នៅក្នុងផ្ទះរបស់ Fujimiya ឲ្យតែពេលដែលគេញ៉ាំម្ហូបស្នាដៃរបស់ Mahiru ហ្នឹងគឺថាមុខគេឡើងញញឹមស្រស់តែម្ដងនិយាយពីថាគឺម្ហូបរបស់នាងហ្នឹងឆ្ងាញ់ខ្លាំងមែនតើអាចារ្យ Mahiru ឃើញអញ្ចឹងគាត់ក៏បានសួរថាម៉េចបាន Fujimiya ឲ្យតែពេលញ៉ាំម្ហូបរបស់នាងទៅគឺគេតែងតែញញឹមរហូតអញ្ចឹង Fujimiya ក៏បានឆ្លើយតបទៅនាងវិញថាអត់ដឹងទេដោយសារតែម្ហូបស្នាដៃរបស់ Mahiru ហ្នឹងនៅពេលដែលញ៉ាំទៅមានអារម្មណ៍ថាឆ្ងាញ់ខ្លាំងណាស់ហើយធ្វើឲ្យគេចង់ញ៉ាំហើយញ៉ាំទៀតញ៉ាំជារៀងរាល់ថ្ងៃតែម្ដងនៅពេលដែល Mahiru ឮអញ្ចឹងហើយនាងគឺអៀនខ្លាំងមែនតើអ្នកទាំងអស់គ្នាសារភាពបែបត្រង់ហ្មងអត់សូវចេះលាក់បាំងអីទេបន្ទាប់ពីញ៉ាំហើយគេក៏បានយកចានយកអីទៅលាងអញ្ចឹងណាហើយប្លង់ពេលលាងចានហ្នឹងគេក៏បានសួរទៅកាន់ Mahiru ថាមិនបាន Mahiru ហ្នឹងធ្វើម្ហូបឆ្ងាញ់ម្ល៉េះ Mahiru ក៏បានតបទៅកាន់គេវិញថាមូលហេតុដែលនាងធ្វើម្ហូបឆ្ងាញ់ហ្នឹងគឺដោយសារតែកាលពីនាងនៅផ្ទះនាងមានជាមួយម៉ែដោះម្នាក់ដែរគាត់ហ្នឹងគឺពូកែធ្វើម្ហូបខ្លាំងមែនតើហើយពេលដែលនាងញ៉ាំម្ហូបស្នាដៃរបស់គាត់ហ្នឹងទៅគឺធ្វើឲ្យនាងមានអារម្មណ៍ថារំភើបហ្មងណាហើយនាងថែមទាំងរៀនធ្វើម្ហូបពីគាត់ទៀតបើប្រៀបធៀបស្នាដៃទៅនាងគឺចាញ់គាត់ឆ្ងាយណាស់តែ Fujimiya គាត់ក៏បាន confirm ថាស្នាដៃរបស់ Mahiru ហ្នឹងគឺល្អខ្លាំងមែនតើសម្រាប់គាត់អាចនិយាយបានថាពេលដែលគាត់ញ៉ាំទៅគឺគាត់សប្បាយចិត្តខ្លាំងហ្មងហើយ Fujimiya គាត់ក៏បានសួរទៀតថាមិនបានអាចារ្យ Mahiru ហ្នឹងចូលចិត្តធ្វើម្ហូបឲ្យគេញ៉ាំម្ល៉េះ Mahiru ក៏បានតបទៅវិញថាមូលហេតុដែលនាងធ្វើម្ហូបឲ្យគេ
លេងញ៉ាំហ្នឹងគឺនាងធ្វើតែសម្រាប់មនុស្សណាម្នាក់ដែលពេញចិត្តនឹងស្នាដៃរបស់នាងក៏ដូចជាចង់ញ៉ាំយ៉ាងពិតប្រាកដទើបនាងធ្វើឲ្យហើយ Fujimiya ក៏បានឆ្លើយតបទៅថាត្រូវហើយដោយសារតែរាល់ថ្ងៃនេះគឺ Fujimiya លងស្នេហ៍ជាមួយនឹងស្នាដៃម្ហូបរបស់នាងហ្មងណាក៏ដូចជាគេនឹងចង់ញ៉ាំម្ហូបដែលនាងធ្វើឲ្យរាល់ថ្ងៃហ្មងដែលធ្វើឲ្យអាចារ្យ Mahiru ហ្នឹងគឺនាងអៀនឡើងមុខក្រហមហើយអ្នកទាំងអស់គ្នាបន្ទាប់ពីបាននិយាយគ្នាលេងប៉ុណ្ណឹងហើយអាចារ្យ Mahiru ក៏ប្រាប់ទៅកាន់ Fujimiya ថាអញ្ចឹងចាំស្អែកចាំនាងធ្វើឲ្យញ៉ាំទៀតក៏បានដែរក៏ប៉ុន្តែសន្យានឹងនាងវិញដោយសារតែនាងចង់លេងហ្គេមនៅផ្ទះរបស់ Fujimiya ឲ្យ Fujimiya ហ្នឹងបង្រៀននាងលេងហ្គេមផងគឺនាងចង់លេងខ្លាំងមែនតែនព្រោះថានាងជាសិស្សពូកែអញ្ចឹងទៅអត់ចេះលេងហ្គេមអីទេមូលហេតុនេះហើយអំឡុងពេលដែរគ្រឹះស្មាក់ហ្នឹងគឺនាងចង់អង្គុយលេងហ្គេមជាមួយនឹង Fujimiya អញ្ចឹងណាចង់រៀនលេងកំសាន្តខួរខ្លះបន្ទាប់ពីនឹងមកពួកគេទាំងអស់គ្នាហ្នឹងក៏បានទៅអង្គុយលេងហ្គេមជុំគ្នាតែអាចារ្យ Mahiru ហ្នឹងដោយសារតែនាងអត់សូវចេះលេងហ្គេមមកអញ្ចឹងទៅគឺលេងនប់ខ្លាំងមែនតែន Fujimiya ឃើញអញ្ចឹងគេក៏បានទៅកាន់ដៃនាងបង្រៀនឲ្យនាងលេងអីអញ្ចឹងណាក៏ប៉ុន្តែពេលហ្នឹងគឺគេភ្លេចខ្លួនអ្នកទាំងអស់គ្នាដោយសារតែកាន់ដៃគេយកតែម្ដងដែលធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងក៏ភ្ញាក់អៀនផ្អើលគ្នាមួយទំហឹងដែរហ្នឹងហើយពេលហ្នឹងដែរ Fujimiya គិតស្មានថាអាចារ្យ Mahiru ហ្នឹងខឹងគេក៏សុំទោសទៅកាន់ Mahiru តែ Mahiru នាងអត់ខឹងទេគ្រាន់តែបង្រៀនលេងហ្គេមប៉ុណ្ណឹងមានអីដោយសារតែមុនហ្នឹងនាងភ្ញាក់អញ្ចឹងទៅពួកគេទាំងពីរនាក់ហ្នឹងក៏បានអង្គុយលេងហ្គេមជុំគ្នាអញ្ចឹងទៅណាហើយ Fujimiya របស់យើងហ្នឹងគឺគេបង្រៀន Mahiru កាន់ដៃបង្រៀនលេងអញ្ចេះលេងអញ្ចោះហើយ Mahiru នោះគឺនាងសប្បាយចិត្តខ្លាំងមែនតែនហើយនៅពេលដែលនាងលេងហ្គេមប្រណាំងឡាននោះគឺនិយាយថាកាច់កចុះកាច់កឡើងធ្វើឲ្យ Fujimiya គាត់មើលហើយគាត់មានអារម្មណ៍ថាលងស្នេហ៍នាងខ្លាំងមែនតែនដោយសារតែនៅពេលដែលនាងលេងហ្គេមអញ្ចឹងទៅគឺខ្ជូតខ្លាំងមែនតែនហើយពេលដែលនាងចង់ធ្វើអ្វីមួយគឺនាងស៊ូខ្លាំងមែនតែនខំប្រឹងធ្វើរឿងហ្នឹងរហូតទទួលបានជោគជ័យដោយសារតែហេតុនេះហើយដែលធ្វើឲ្យ Fujimiya របស់យើងហ្នឹងគាត់សម្លឹងមើលទៅកាន់នាងទាំងក្តីស្រឡាញ់តែម្ដងហើយគាត់ក៏បាននិយាយក្នុងចិត្តថាមើលទៅកាន់នាងគឺខ្ជូតខ្លាំងណាស់ធ្វើឲ្យគាត់លងស្នេហ៍ហ្មងណាហើយគាត់ថែមទាំងចង់បានជីវិតបែបនេះជារៀងរាល់ថ្ងៃព្រោះថាបច្ចុប្បន្នការញ៉ាំម្ហូបស្នាដៃរបស់នាងចំណាយពេលជាមួយនាងវាក៏ជាពេលវេលាមួយដែលគាត់ទទួលបានជារៀងរាល់ថ្ងៃអញ្ចឹងគាត់មិនចង់ឲ្យពេលវេលាបែបនេះវាកន្លងហួសទៅនោះទេហើយនៅពេលនោះគាត់ក៏បានថែមទាំងច្រឡំមាត់និយាយសរសើរនាងថានាងគឺខ្ជូតខ្លាំងមែនតែនតែរបៀបថា Mahiru គឺនាងអត់ទាន់ដឹងខ្លួនទេណានាងក៏បានប្រាប់ថាសរសើរខ្ជូតអីទេខ្ជូតហ្នឹងបានតែសម្រាប់កូនក្មេងទេនាងធំហើយកុំសរសើរខ្ជូតអញ្ចឹងមើលស្អប់ណាស់មិនអក្រក់ទៅពេលហ្នឹងដែរ Mahiru នឹងនាងក៏បានលេងហ្គេមប្រណាំងឡានឈ្នះអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងទៅ Fujimiya នឹងគាត់ក៏បានយកកាដូបន្តិចបន្តួចយកទៅជូននាងដោយសារតែការខំប្រឹងប្រែងរបស់នាងហើយក៏ទុកថាកាដូហ្នឹងគឺជាកាដូគ្រឹះស្មាក់ហើយកាដូដែលគាត់ជូននាងហ្នឹងគឺជាកាដូបន្តោងសោណាគ្នាយើងនាងបាននិយាយអំពីចំណង់ចំណូលចិត្តក៏ដូចជាតាយរបស់ Fujimiya ទៀតដែលធ្វើឲ្យ Fujimiya ហ្នឹងគឺគាត់ឆ្ងល់ខ្លាំងមែនតែនមិនដេចបាននាងដឹងអំពីរឿង secret របស់គាត់តែតាមពិតទៅ Mahiru ហ្នឹងគឺបានដូរ contact គ្នាជាមួយម៉ាក់របស់ Fujimiya អស់ហើយម៉ាក់របស់ Fujimiya ហ្នឹងគាត់តែងតែផ្ញើរូបកាលពីគេនៅក្មេងក៏ដូចជាចំណង់ចំណូលចិត្តរបស់ Fujimiya ហ្នឹងឲ្យ Mahiru ទាំងអស់ដែលហេតុនេះហើយ Mahiru ពេលនេះដូចជាម៉ាក់ទី2របស់គេអញ្ចឹងពេលហ្នឹងដែរ Mahiru នាងក៏បានវែកសក់ Fujimiya អញ្ចឹងណាក៏ដូចជាសរសើរថាពេលនេះភ្នែករបស់ Fujimiya មើលទៅគឺស្អាតខ្លាំងមែនតែន Fujimiya របស់យើងឃើញថានាងវែកសក់របស់ខ្លួនអញ្ចឹងគេក៏បានទៅវែកសក់របស់ Mahiru វិញដែរដោយសារតែគេសរសើរថា Mahiru នឹងខ្ជូតខ្លាំងណាស់មើលទឹកមុខរបស់នាងឡើងគួរឲ្យស្រឡាញ់ហ្មងណាហើយពេលហ្នឹងដែរពួកគេទាំងពីរនាក់គឺអៀនគ្នាខ្លាំងមែនតែនខ្ញុំណាស្មានតែគេថើបគ្នាតែអត់ថើបទេណាបើថើបល្អមើលហ្មងបន្ទាប់ពីហ្នឹងមក Mahiru នាងក៏មានកាដូសម្រាប់ Fujimiya ដែរកាដូហ្នឹងគឺកន្សែងបងកអញ្ចឹងណា
នៅពេលដែលពាក់កន្សែងបងកឲ្យហ្វូជីមីយ៉ាហើយគឺនាងញញឹមខ្ជិបអត់បិទមាត់នោះទេធ្វើឲ្យហ្វូជីមីយ៉ាឃើញនាងអញ្ចឹងក៏សរសើរថាម៉ាហ៊ីរូរយៈពេល2ខែដែលស្គាល់គេនឹងគឺនាងតែងតែញញឹមរហូតញញឹមហាក់បីដូចជាបានព្រៀមទុកមុនអញ្ចឹងហើយស្នាមញញឹមរបស់នាងនឹងគឺគួរឲ្យស្រឡាញ់ណាស់នៅពេលដែលគេមើលមកគឺគេមានអារម្មណ៍ថាកក់ក្ដៅហ្មងហាក់បីដូចជាគេនឹងនៅចិត្តមនុស្សដែលអាចស្អំបេះដូងរបស់គេបានហើយមួយទៀតហាក់បីដូចជានាងនៅពេលដែលហ្វូជីមីយ៉ាកំពុងតែព្យាយាមលួងលោមបេះដូងរបស់គេបែបហ្នឹងដែលធ្វើឲ្យម៉ាហេរូដែលបានឮបែបហ្នឹងក៏បានយកក្រសៃភ្នែកសម្លឹងមើលទៅកាន់គេទាំងអៀនព្រានហើយនាងក៏បានយកដៃខ្ទប់មុខរបស់នាងរួចក៏រត់ចេញទៅក្រៅបាត់ទៅនាងបានរត់ទៅឈរនៅឯរាងហាលខាងមុខផ្ទះហ្វូជីមីយ៉ាឃើញបែបនេះក៏តាមទៅនិយាយលេងជាមួយនាងទៀតគេបាននិយាយថាអរគុណនាងខ្លាំងមែនទែនរយៈពេល2ខែដែលស្គាល់នាងនេះហាក់បីដូចជាធ្វើឲ្យគេកែប្រែជីវិតថ្មីអញ្ចឹងនាងធ្វើឲ្យជីវិតរបស់គេមានន័យខ្លាំងមែនទែនហើយពួកគេទាំងពីរនាក់ក៏បាននិយាយត្រូវរើគ្នាយ៉ាងខ្លាំងតែបន្ទាប់ពីពួកគេនិយាយគ្នានៅពាក់កណ្ដាលយប់បែបនេះស្អែកឡើងម៉ាហេរូក៏បានកើតជំងឺផ្ដាសាយដែលធ្វើឲ្យហ្វូជីមីយ៉ាត្រូវតាមដានសុខភាពរបស់នាងវិញព្រោះកាលពីមុននាងក៏ធ្លាប់មើលថែនៅពេលដែលគាត់ឈឺដូចគ្នានៅពេលដែលនាងដឹងថាហ្វូជីមីយ៉ាបារម្ភពីនាងបែបនេះនាងក៏បានកុហកថាខ្លួនឯងមិនអីទេហ្វូជីមីយ៉ាក៏បានវាស់កម្ដៅមកឆែកមើលហើយក៏បានឃើញថានាងមានកម្ដៅរហូតដល់38អង្សាអ្នកទាំងអស់គ្នាហ្វូជីមីយ៉ាក៏បានបីនាងយកទៅសម្រាកគេក៏បានប្រាប់នាងថាកុំកុហកគេទៀតអីព្រោះថាពេលនេះនាងគឺជាមនុស្សម្នាក់ដែលគេត្រូវការបំផុតហើយគេក៏ត្រូវមើលថែសុខភាពរបស់នាងដែរគេក៏បានបីនាងគេក៏បានសួរនាងថាតើនាងចង់គេងបន្ទប់របស់នាងឬក៏បន្ទប់របស់គេតែដោយហ្វូជីមីយ៉ារបស់យើងជាមនុស្សប្រុសបើចូលទៅក្នុងបន្ទប់របស់ម៉ាហ៊ីរូវាហាក់បីដូចជាមិនសមរម្យទើបគេសម្រេចចិត្តបីនាងមកកាន់ក្នុងបន្ទប់របស់គេវិញម៉ាហ៊ីរូឃើញបែបនេះនាងគឺពិតជាអរគុណទៅកាន់ហ្វូជីមីយ៉ាខ្លាំងមែនទែនដែលបានជួយមើលថែនាងហ្វូជីមីយ៉ាក៏បានប្រាប់នាងថាមិនអីទេព្រោះនាងក៏ធ្លាប់មើលថែគេដែរគេគ្រាន់តែចង់សងគុណទៅកាន់មនុស្សដែលគេស្រឡាញ់ប៉ុណ្ណោះម៉ាហ៊ីរូក៏បាននិយាយទាំងអួរដើមក៏ថាតាមពិតទៅពីមុននាងមិនដែលទទួលយកការយកចិត្តទុកដាក់បែបនេះពីសំណាក់អ្នកផ្ទះឡើយនៅពេលដែលនាងឈឺគឺមានតែម៉ែដោះម្នាក់គត់ជួយមើលថែនាងឪពុកម្ដាយមិនសូវខ្វាយខ្វល់ពីនាងឡើយទុកនាងចោលពីព្រឹកដល់ល្ងាចក៏ប៉ុន្តែបច្ចុប្បន្ននេះគឺហ្វូជីមីយ៉ាជាអ្នកមើលថែនាងពិតជាអរគុណខ្លាំងមែនទែនហ្វូជីមីយ៉ាក៏បានតបទៅនាងវិញថានេះជាតួនាទីរបស់គាត់ដែលត្រូវមើលថែនាងបើនាងមិនជាសះស្បើយទេគឺជាបញ្ហារបស់គាត់ហើយបន្ទាប់មកគេក៏បានប្រាប់ឲ្យនាងសម្រាកទៅចាំគេជាអ្នកមើលថែហើយគេក៏បានកាន់ដៃនាងយ៉ាងកក់ក្ដៅផងដែរព្រោះថាធ្វើអញ្ចឹងទើបដឹងថានាងគេងឬក៏មិនគេងនៅពេលដែលម៉ាហ៊ីរូគេងលក់ហើយគេក៏បានដើរចេញទៅអ្នកទាំងអស់គ្នាបន្ទាប់ពីងើបពីគេងមកគេក៏ស្ទុះស្ទាមកមើលម៉ាហ៊ីរូទៀតអាចនិយាយបានថាគេយកចិត្តទុកដាក់ជាមួយនាងខ្លាំងមែនទែនថែមទាំងជួយនិយាយលេងជាមួយនាងរហូតដល់នាងគេងលក់ជួយមើលថែយកបបរឲ្យញ៉ាំនិយាយទៅគេមើលថែមួយចប់ហ្មងអត់ទុកនាងចោលឲ្យនាងនៅឯកានោះទេមិនដែរអ្នកទាំងអស់គ្នាខ្ជូតអត់ហើយយើងចាំមើលថានៅវគ្គបន្តទៀតតើពួកគេទាំងពីរនាក់នឹងទៅជាយ៉ាងណាយើងមានតែចាំមើលទាំងអស់គ្នាណាអូខេអ្នកទាំងអស់គ្នាសាច់រឿងនឹងក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងបើពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like ក៏ដូចជា subscribe ឲ្យ channel admin ម្នាក់មួយផងណាដើម្បីលើកទឹកចិត្ត admin អញ្ចឹងពីខ្ញុំបាទជីងវូក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយបាយបាយ